នេះចឹងអានេះខ្ញុំមកនិយាយពី broker ថ្មីមួយដែលវាមាន rate ខ្ពស់មែនទែនហើយវាជាប្រភេទក្រុមហ៊ុនចុះបញ្ជីទៀតវាអាចប្រើប្រាស់បានអត់ចាំបាច់មាន restrict អីពីប្រទេសណាទេហើយបើស្អីយើងបើមើល trading view ក៏យើងអាចប្រើនៅ trading view បានដែរហើយនេះជាការចេញពីទេមក load ទៅ capital.com ហើយbroker ហ្នឹងគឺឈ្មោះ capital.com ហ្នឹងឯងហើយ rate នៅលើហ្នឹងគឺខ្ពស់ខ្លាំងមែនទែនគឺ 4.8 ហើយវាល្អមិនថាវាខ្ពស់មែនទេបើសិនយើងភ្លឹបទៅមើល IB តែ 4.2 តែនៅហ្នឹង 4.8 វា rate វាខ្ពស់នៅលើ trading view ហើយជាអាចថាមានអ្នកប្រើប្រាស់ច្រើនហើយនៅលើហ្នឹងយើងអាច hold stock បានដោយអត់ចាំបាច់គិតពី swap អីទេហើយវាជាប្រភេទ stock CFD វាខុសពីនៅលើ IB ប៉ុន្តែបើសម្រាប់អ្នក intraday ហើយ swing trade អីសម្រាប់ stock ផ្នែកហ្នឹងគឺស្រួល trade ទៅវិញស្រួល trade ខុសពី IB យើងអាចពេលចូលទិញគឺអត់គិត commission ទេតែនៅលើ IB យើងគិត commission $1 ឬក៏អាច 30 សេនអីអាស្រ័យទៅលើយើងជ្រើសរើស plan យកមកប្រើប្រាស់នៅលើ IB គឺគិតជា commission ចឹងប៉ុន្តែបើនៅលើហ្នឹងយើងទិញលក់អត់មានគិត commission ទេហើយដាក់លុយក៏ស្រួលទៀតវាជួយសម្រួលដល់យើងអ្នកដែលមានលុយតិចយើងអាចដាក់លុយតិចជំនួសហ្នឹងកន្លែងដាក់លុយរបស់គេគឺគេមានជម្រើសឲ្យយើងស្រួលច្រើនស្រួលជាងយើងដាក់នៅលើ IB នេះយើងក៏ចេះពីនេះមកយើងវា load deposit fund មកហើយ broker ហ្នឹងវាស្រួលมันក៏វា slow អញ្ចឹងគេអត់ឲ្យអញ្ចឹងចាំតិចវាក៏គេអត់ឲ្យ deposit អញ្ចឹងឬក៏cannot lock data មកតិចជាមួយខ្ញុំចាំខ្ញុំបើកនៅលើទូរស័ព្ទដៃថានៅលើនឹងបើកអត់ចេញប្រហែលជាមកពីខ្ញុំ screen នេះទៅវាជាប់policy របស់គេអញ្ចឹងគេអត់ឲ្យបើកឬក៏ជាងការវាមកពីសេវាខ្ញុំវាដើរតិចដែរហើយខ្ញុំនិយាយក្រៅអាហ្នឹង deposit ស្រួលវាមានតែ crypto deposit តាម crypto បានណាហើយ deposit តាម screen Neteller អីហើយមាន Visa card ខ្ញុំលើកទឹកចិត្តប្រើ Visa card ល្អព្រោះអាហ្នឹងដាក់លុយលឿនដាក់លុយចូលទៅមកផ្លែចូលដាក់ចូលភ្លាមហើយប៉ុន្តែពេលដកយើងត្រូវរងចាំប៉ុន្តែអាហ្នឹងវាល្អត្រង់ថាយើងអាចដាក់លុយ$10 $20បានហើយ fee 0យើងអាចដាក់លុយដោយអត់ចាំបាច់គិតរឿងខ្វល់រឿង fee ទេដាក់ទៅគឺ fee 0ម្ដងវាអត់គិត fee បណ្ដោយអញ្ចឹងហើយវាស្រួលត្រង់ហ្នឹងហើយ stock គឺមានច្រើនខ្លាំងមែនទែនមានថា stock ដែលយើងតែងមើលគឺវាមានសឹងតែទាំងអស់បណ្ដោយខ្ទង់ 5,000 ជាងបើខ្ញុំបើកនៅលើទូរស័ព្ទវាស្រួលមើលតែខ្ញុំមើលវីដេអូទី2ទៅដើម្បីបើកមើលទូរស័ព្ទអស់នេះហើយ broker ហ្នឹងគឺមានច្រើនខ្លាំងមែនទែនវាស្ដាប់ចេញទេហើយតែលើហ្នឹងមាន Grab មាន Discovery អីឲ្យយើង short មានរឿងអីតាមមើលអីពីអានេះយើងអាច trade gold ទៅអីនៅលើបានហើយប្រភេទ account របស់វាមានច្រើនប្រភេទអត់ឲ្យអូខេអញ្ចឹងប្រភេទ account របស់វាគឺមានច្រើនប្រភេទដែរយើងអាចបង្កើតជា empty file នៅហ្នឹងក៏បានដែរគេឲ្យយើងជា empty file ដែរគេឲ្យយើងជា empty file ហើយអឺមាន empty file មាន trade នៅលើហ្នឹងហើយ trade នៅលើហ្នឹងយើងអាចភ្ជាប់ជាមួយនឹង trading view បានទៀតពេលយើងមើលក្រោកលើ trading view យើងអាច trade លើហ្នឹងយកទៅដល់គេអាចភ្ជាប់លើហ្នឹងបានដូច IB អញ្ចឹង IB ក៏មានដែរប៉ុន្តែគាត់ថានេះ IB ក៏មានដែរហើយ capital ក៏មានដែរអញ្ចឹងយើងអាចយកមកភ្ជាប់ជាមួយ trading view បានអត់មានហើយល្អតែមួយវាសំខាន់យើងសម្រាប់អ្នកដាក់លុយដៃ free ខាតចង់ចំណេញ free អីអាហ្នឹងគឺដឹងតែត្រូវហ្មងព្រោះយើងដាក់លុយហ្នឹងគឺអត់គិត free ទេប៉ុន្តែពេលយើងដាក់លឿនប៉ុន្តែពេលយើងដកគឺយូរបន្តិចត្រូវរង់ចាំ3ថ្ងៃទៅ5ថ្ងៃបាទវាចូលប៉ុន្តែ free សុទ្ធលុយដែលចូលព្រោះខ្ញុំដាក់ខ្ញុំងាប់ដែរ free zone វាស្រួលត្រង់តែយើងអត់គិតថ្លៃ free វាចំណេញត្រង់ហ្នឹងយើងដាក់តិចបានយើងដូចយើងសំអញ្ចឹងយើងអាចដាក់ប្រចាំខែប្រចាំសប្តាហ៍ពី$10 $20 $30ប្រចាំខែដឹងថាចូលស្រួលហើយអត់មានបញ្ហាអីញ៉ៃដូចយើង IB អីកាត់2ថ្ងៃ40រៀល50រៀលអីទេអាហ្នឹងស្រួលត្រង់ចំណុចហ្នឹងហើយអូនេះទៅបណ្ដោយទៅឥឡូវខ្ញុំបើកនៅលើទូរស័ព្ទបណ្ដោយសិនតិចខ្ញុំបើកលើទូរស័ព្ទមួយទៀតទៅដើម្បីយើងមើលទាំងអស់គ្នាថាវានៅលើទូរស័ព្ទហ្នឹងវា app វាលក្ខណៈបែបមួយខ្លះអូខេបន្តិច
cáiចឹងលើទូរស័ព្ទនៃគេដាក់តែ capital យើងអាចdownload app វាឈ្មោះ Capital ឬក៏ Investing Smart អីហ្នឹងទៅវា load មកព្រោះហ្នឹងវាសិតតែពពួក app ដៃជើងរបស់វាគ្នាវាហើយខាងនេះខ្ញុំចូលមួយខ្ញុំបង្កើត account 2 3 2ទៅមួយសម្រាប់យើងប្រើ margin ហើយមួយទៀតយើងប្រើយើងធម្មតាយើងអត់ប្រើ leverage អីទេហើយនេះខ្ញុំប្រើ account លុយតូចទេលុយយើង$30ផ្សេងយើងអាចចូលទិញ Lulu បាន3ដែរតែយើងប្រើ margin គេប្រើ leverage នៅលើហ្នឹងគេមានជម្រើសឲ្យយើងអានេះបើសិនខ្ញុំចូលតាម account បើសិនខ្ញុំចូលតាម account វា load មកកន្លែង switch account នេះនោះយើងអាចប្រើ leverage បានយើងអាចចូលទៅកន្លែង adjust leverage វាមាន normal hedging mode អីចឹងទៅហើយយើងអាច click on tab ទៀតបាននេះគេឲ្យយើងរើស leverage បានហើយleverage វាមានពី1ដល់30សម្រាប់ stock អញ្ចឹងយើងអាចទិញបានច្រើនហើយតែការប្រើប្រាស់ leverage គឺវាជួបបញ្ហាខ្លះដែរហើយចឹងហើយយើងបើស្អីយើងចង់សម្រាប់ investment នៅក្នុង account នៅក្នុងនេះគឺម្យ៉ាងដែរប៉ុន្តែគឺខ្ញុំនិយាយបញ្យល់អំពី CFD stock ហើយនឹងreal stock នៅវីដេអូផ្សេងប៉ុន្តែហ្នឹងខ្ញុំក៏ណែនាំពី app សិនហើយអានេះយើងអាចទិញបែប CFD stock ប៉ុន្តែយើងអាច hold បានដោយសេរីស្រួលទៀតហើយជួនណាជាមួយនឹងកន្លែង deposit យើងអាច deposit បានលឿនហើយអត់តាក់ fee ទេចុច deposit បានមកវា load នេះគេជម្រើសឲ្យយើងមាន bank card ហ្នឹង Visa ហ្នឹងឯងយើងដាក់អស់លុយទេហើយ crypto យើងវាអាស្រ័យទៅតាម exchange របស់យើងហើយ bank transfer ទៅ bank transfer ហ្នឹងគឺមិនតែអាមេរិកទេគឺទៅអឺរ៉ុបព្រោះក្រុមហ៊ុនហ្នឹងជាក្រុមហ៊ុនរបស់អង់គ្លេសព្រោះខ្ញុំធ្លាប់ពេលបង្កើតដំបូងមានគេទេមកពីទីក្រុងឡុងហើយយើងអាច ABIT នេះ Google Pay ហ្នឹងក៏ស្រួលដែរហើយ Skrill នៅតែលើហ្នឹងគឺសុទ្ធតែអាចប្រើប្រាស់បានអញ្ចឹងយើងដាក់លុយលឿនដកលុយក៏វាងាយស្រួលដែរវាអត់ដូចយើងនៅលើ IB ពិបាកមែនទែនវាកាត់ fee ថ្លៃហើយពេលចេញមុខងារ function តាម crypto ប៉ុន្តែហ្នឹងដូចជាមិនទាន់ឃើញទេមិនដល់ណាបានប្រើការទេអូខេហើយចាំមកខ្ញុំនិយាយអំពី CFD stock ហើយនឹង real stock មួយទៀតដើម្បីយើងបានយល់ទាំងអស់គ្នាហើយវីដេអូហ្នឹងគឺខ្ញុំគាត់តែនិយាយអំពីណែនាំអំពី broker មួយហ្នឹងទេដើម្បីយើងស្គាល់ព្រោះអាហ្នឹងខ្ញុំពីមុនខ្ញុំប្រើនៅលើ IB ប៉ុន្តែដោយសារ IB បាក់ដាក់លុយពេកអញ្ចឹងខ្ញុំដូរមកប្រើហ្នឹងវិញប៉ុន្តែគាត់ថាសម្រាប់យើងអានេះវាយើងអាច hold បានយើងអាចទិញហើយ hold យូរបានមែនណាខ្ញុំបញ្យល់បន្តិចថាត្រង់ចំណុចហ្នឹងហើយមួយសម្រាប់ប្រើ leverage មួយទៀតសម្រាប់អត់ប្រើ leverage ទេហើយបាទនេះខ្ញុំប្រើ leverage ហើយអញ្ចឹងពេលយើងហឺគឺគេកាត់ភាគរយយើងគេគេថា overnight trading fund អញ្ចឹងបើសិនខ្ញុំប្រើ leverage ចំនួន1 ទល់ 20អញ្ចឹងគេគិតស្វាបមានតែយើង hold កាត់យើង hold មួយយប់គេកាត់មួយយប់ hold ពីរយប់កាត់ពីរយប់អញ្ចឹងណាគេកាត់ទាំងថ្លៃតិចពីបើសិនយើងប្រើ leverage មួយអញ្ចឹងថាបើយើងចង់ swing trade ឬក៏យើង hold បែប investment យើងផ្ដោតទៅលើការ buy ដូចយើងនៅលើ IB ក៏បានដែរប៉ុន្តែនៅលើនេះគឺគេហៅ CFD តែយើងអាច hold បែបដូច IB បានយើងបដូរ share មួយវានៅលើអត់មានទេតែយើងអាច hold បានដោយអត់មានកាត់ច្បាប់អញ្ចឹងវាម្យ៉ាងដែរប៉ុន្តែគាត់ថានេះយើងទិញទៅ position ទៅតែយើងទិញពីកន្លែងផ្សេងគ្នាវានៅកន្លែងផ្សេងគ្នាវាអត់បូកសរុបជួយគ្នាដូចនៅ IB ទេបើលើ IB គេគិតជាតម្លៃមធ្យមអញ្ចឹងបើគេគិតជាតម្លៃមធ្យមអញ្ចឹងមានន័យថាយើងអត់អាចយើងទិញអត់ទិញពីកន្លែងវាបូកសរុបជួយគ្នាគឺចែកតម្លៃជាពីរប៉ុន្តែនេះទិញពីកន្លែងវានៅជាប់ពីកន្លែងហ្នឹងឯងវាអត់បូកសរុបជួយគ្នាទេវាម្យ៉ាងដែរហើយប៉ុណ្្នឹងឯងចាំពីវីដេអូក្រោយជាមួយខ្ញុំវីដេអូក្រោយខ្ញុំនិយាយបញ្យល់ពី CFD ហើយនឹង stock គ្រប់គាត់ឲ្យបានលម្អិតជាងនេះនេះគឺគិតជាការណែនាំបង្ហាញទេថាវាមានអីខ្លះអូខេចុះចាំតិចជាមួយខ្ញុំបង្ហាញតិចយើងចុចកន្លែង search ហ្នឹងមកវា load មកហើយនេះជម្រើសរបស់យើងគឺមានច្រើនស្រួលមើលគេដាក់ share មានខ្ទង់5600 index 40commodity នេះពួក gold អីហ្នឹងណាយើងអាច trade gold លឿនបានទៀតហើយ
crypto 600ជាង crypto ហ្នឹងក៏មានច្រើនដែរណាពេល crypto ច្រើនដូចគ្នា ETF bond អី ETF អីយើងអាចទៅលើកបានហើយស្រួល search ទៀតហើយពេលយើងចូលមកមានជម្រើសយើងដើម្បីជ្រើសរើសមាន all popular by តាមប្រទេសអីមាន US អីយើងចុចតាមហ្នឹងទៅដើម្បីជ្រើសរើសវាហើយ industry ក៏មានដែរនេះពីកន្លែង home មកគេគឺគេមានជម្រើសយើងអ្នកមានច្រើនប្រភេទទៀតមានតាម category ទៅតាម category គាត់លេងយើងទៅយើងចិត្តទៅ big tech អីទៅវាមានអីខ្លះហើយ stock នៅហ្នឹងមានមិនត្រឹមតែរបស់អាមេរិកទេព្រោះនេះមាន UK Germany France ហុងកុង Spain នេះអីពួកហុងកុងជាទូទៅយើងនៅខ្មែរសម្បូរនេះហើយផ្សារពួកហ្នឹងបើកពេលថ្ងៃដែរផ្សារពួកហ្នឹងបើកចន្លោះពេលថ្ងៃយើងអាចចូលមើលបានដូចជាមាន Lenovo អីក្រុមហ៊ុន Lenovo អីយើងស្គាល់ហើយពួកកុំព្យូទ័រអីមាន SMCI អីទៅដូចមាន Samsung មានអីកន្លះមានច្រើនដែរមាននេះ stock នៅអាស៊ីយើងវាបើកពេលថ្ងៃវាយើងអាច trade វានៅពេលថ្ងៃនេះ BYD ក្រុមហ៊ុនឡានអគ្គិសនីចិននេះគេដាក់ម៉ោងសម្រាប់បើកម៉ោង8កន្លះព្រឹកវាចាប់ដល់ម៉ោង8ម៉ោង8កន្លះព្រឹកហើយនេះម៉ោង8បើកម៉ោង8បិទម៉ោង11បើកម៉ោង12បើកម៉ោង5ដល់គ្នាវាបើកពេលថ្ងៃនេះ stock ឡានអគ្គិសនីចិន BYD យើងអាចចូលមើលបានតម្លៃថ្លៃដែរ9.97រៀលអូខេហ្នឹងហើយហ្នឹងវាជា broker ហ្នឹងគេថាល្អដែរ rate ខ្ពស់នៅលើ TradingView វាអាចប្រើបានដូចគ្នាជាមួយនឹងIB តែគេថាបើសម្រាប់អ្នកគេវិនិយោគចង់បាន stock ពិតចង់បាន dividend អីនៅលើ IB គឺអូខេប៉ុន្តែអានេះគេមាន data គេមានការថា dividend adjustment អាហ្នឹង dividend បំពេញឲ្យគ្នា dividend ហ្នឹងគឺគេបំពេញឲ្យគេបំពេញនៅទីខ្ញុំនិយាយមានថាយើងពេលគេចែក dividend តម្លៃ price វាធ្លាក់ចុះមែនអត់អញ្ចឹងអាហ្នឹងគេថែមឲ្យយើងគេថែម dividend ហ្នឹងដើម្បីឲ្យយើងទទួលបានតម្លៃដើមឡើងវិញតែសម្រាប់អ្នក short សាថ្ងៃ dividend ហ្នឹងគឺគេអត់បានទេគេត្រូវកាត់លុយទៅវិញវាខុសគ្នាសម្រាប់អ្នក buy គេឲ្យ dividend adjustment ហ្នឹងឲ្យយើងតែគាត់ថាវាអត់បានដូច dividend ពិតរបស់យើងទេហ្នឹងបើ dividend ពិតរបស់យើងបានមកគេកាត់យក free ម្ដងទៀតបាទហ្នឹងហើយខ្ញុំជួបគ្នាវីដេអូក្រោយខ្ញុំធ្វើមួយផ្នែកទៀតដើម្បីយើងពន្យល់លម្អិតនឹងច្បាស់ជាងនេះអូខេបាយបាយ